តើត្រូវធ្វើបែបណានៅពេលដែលលោកអ្នកសង្កេតឃើញមានភាពមិនប្រក្រតីណាមួយក្នុងអំឡុងពេលប្រើប្រាស់សេវាបេឡាជាតិសន្តិសុខសង្គមបសសនៅតាមមូលដ្ឋានសុខាភិបាលដៃគូបសសក្នុងករណីដែលលោកអ្នកសង្កេតឃើញមានភាពមិនប្រក្រតីណាមួយក្នុងអំឡុងពេលប្រើប្រាស់សេវាបសសនៅតាមមូលដ្ឋានសុខាភិបាលដៃគូបសសដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់លោកអ្នកឬបសសឬមូលដ្ឋានសុខាភិបាលដៃគូនោះសូមលោកអ្នកប្តឹងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈប្រអប់បណ្ដឹងអនាមិកដោយគ្រាន់តែ scan QR code នេះតើភាពមិនប្រក្រតីដែលសមាជិកបសសចាំបាច់ត្រូវប្តឹងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានអ្វីខ្លះការតម្រូវឲ្យសមាជិកបសសបង់ប្រាក់បន្ថែមលើការព្យាបាលដែលជាក់ស្ដែងជាបន្ទុករបស់បសសការទារសគុណពីសមាជិកបសសចំពោះការប្រើប្រាស់ប័ណ្ណសមាជិកបសសដោយមន្ត្រីឬបុគ្គលិកបសសឬបុគ្គលិកមូលដ្ឋានសុខាភិបាលដៃគូបសសការមិនទទួលបានឱសថគ្រប់ចំនួនតាំងវេជ្ជបញ្ជាការបើកផ្ដល់ឱសថឲ្យសមាជិកបសសដោយមិនឆ្លងកាត់ការពិគ្រោះជំងឺការមិនទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលរៀងរាល់ពេលពិនិត្យផ្ទៃពោះឬពេលទទួលវ៉ាក់សាំងបង្ការជំងឺដល់កូនការមិនបានទៅប្រើប្រាស់សេវាបសសនៅតាមមូលដ្ឋានសុខាភិបាលដៃគូបសសប៉ុន្តែបែរជាមានទិន្នន័យប្រើប្រាស់សេវានៅក្នុងប្រព័ន្ធបសសករណីសង្ស័យអំពីការខុបខិតគ្នារវាងបុគ្គលិកសុខាភិបាលនិងសមាជិកបសសដោយរៀបចំឯកសារបញ្ជាក់មិនពិតក្នុងគោលបំណងកេងចំណេញអត្ថប្រយោជន៍ណាមួយរបស់បសសតើភាពមិនប្រក្រតីដែលមូលដ្ឋានសុខាភិបាលដៃគូបសសគួរតែប្តឹងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានអ្វីខ្លះការទូទាត់ចំណាយសេវាព្យាបាលរបស់បសសទៅកាន់មូលដ្ឋានសុខាភិបាលដៃគូបសសមានភាពយឺតយ៉ាវការទារសគុណពីមូលដ្ឋានសុខាភិបាលដៃគូបសសដោយមន្ត្រីឬបុគ្គលិកបសសការតម្រូវឲ្យមានឯកសារខុសប្រក្រតីក្នុងការស្នើសុំទូទាត់ចំណាយសេវាព្យាបាលភាពមិនប្រក្រតីដែលបានបង្ហាញអាចជាធាតុផ្សំនៃបទល្មើសពុករលួយដែលត្រូវផ្តន្ទាទោសដោយមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនិងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយគ្រូពេទ្យឬបុគ្គលដែលជាសមាជិកគណៈវិជ្ជាជីវៈខាងវិទ្យាសាស្ត្រដែលប្រព្រឹត្តបទស៊ីសំណូកដើម្បីធ្វើលិខិតបញ្ជាក់មិនពិតដោយមានចែងក្នុងមាត្រា639នៃក្រមព្រហ្មទណ្ឌនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលបុគ្គលដែលប្រព្រឹត្តបទសុបប៉ាន់ចំពោះគ្រូពេទ្យឬបុគ្គលដែលជាសមាជិកគណៈវិជ្ជាជីវៈខាងវិទ្យាសាស្ត្រដើម្បីធ្វើលិខិតបញ្ជាក់មិនពិតដោយមានចែងក្នុងមាត្រា640នៃក្រមព្រហ្មទណ្ឌនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលសូមចូលរួមទាំងអស់គ្នាក្នុងការកែលម្អនិងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាបសសនិងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលដៃគូបសសដើម្បីដំណាភាពគណនេយ្យភាពនិងនិរន្តរភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលជាឧត្តមប្រយោជន៍រួមរបស់យើងទាំងអស់គ្នាសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកលេខទូរស័ព្ទទាត់ហេតុការ1286ឬ1297ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង